លោកលីខ្វាន់យូក៏សាងសង្ហបុរីដោយរបៀបណានៅពេលដែលនិយាយដល់ប្រទេសសង្ហបុរីមនុស្សភាគច្រើននឹងនឹកឃើញដល់អគារខ្ពស់ៗកំពង់ផែដ៏មមាញឹកអាកាសយានដ្ឋានលំដាប់ពិភពលោកនិងប្រទេសដែលមានសណ្ដាប់ធ្នាប់ខ្ពស់បំផុតមួយនៅអាស៊ីជាងកន្លះសតវត្សមុនពេលសង្ហបុរីទើបទទួលបានឯករាជ្យប្រទេសតូចមួយនេះស្ទើរតែគ្មានអ្វីទាំងអស់គ្មានប្រេងគ្មានរ៉ែគ្មានដីធ្លីធំទូលាយហើយសូម្បីតែទឹកស្អាតក៏ត្រូវនាំចូលពីប្រទេសជិតខាងដែរអ្នកវិភាគខ្លះថែមទាំងព្យាករណ៍ថាសង្ហបុរីនឹងដួលរំលំត្រឹមប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះព្រោះដោយសារតែគ្មានធនធានធម្មជាតិគ្មានទីផ្សារនៅក្នុងស្រុកធំនិងគ្មានកម្លាំងយោធាគ្រប់គ្រាន់សម្រាប់ការពារខ្លួនប៉ុន្តែមានបរិសម្នាក់មិនយល់ស្របនឹងការព្យាករណ៍នោះទេហើយបរិសម្នាក់នោះគឺលីខ្វាន់យូក្នុងរយៈពេលត្រឹមប៉ុន្មានទសវត្សរ៍គាត់បានដឹកនាំសង្ហបុរីពីកោះតូចក្រីក្រឲ្យក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតមួយនៅលើពិភពលោកតែគាត់ធ្វើវាដោយរបៀបណាតើអ្វីជាទស្សនវិស័យនិងការសម្រេចចិត្តដែលបានផ្លាស់ប្ដូរប្រទេសទាំងមូលនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីដំណើរដឹកនាំរបស់លោកលីខ្វាន់យូនិងមេរៀនដែលធ្វើឲ្យសង្ហបុរីក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានឥទ្ធិពលរហូតមកដល់សព្វថ្ងៃអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកលីខ្វាន់យូមិនមែនជាអ្នកដឹកនាំដែលកើតមកក្នុងគ្រួសាររាជវង្សឬជាមេបញ្ជាការអយោធានោះទេគាត់គ្រាន់តែជាបរិសម្នាក់ដែលជឿថាអនាគតរបស់ប្រទេសមិនត្រូវកំណត់ដោយទំហំដីឬបរិមាណធនធានធម្មជាតិឡើយប៉ុន្តែត្រូវកំណត់ដោយគុណភាពនៃមនុស្សនិងការដឹកនាំលោកលីខ្វាន់យូកើតនៅថ្ងៃទី16ខែកញ្ញាឆ្នាំ1923នៅក្នុងសង្ហបុរីដែលនៅពេលនោះគឺស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសគាត់បានធំធាត់នៅក្នុងគ្រួសារជនជាតិចិនដែលឲ្យតម្លៃខ្ពស់ទៅលើការអប់រំហើយតាំងពីក្មេងគាត់ក៏ត្រូវបានគេស្គាល់ថាជាសិស្សឆ្នើមនិងមានវិន័យខ្ពស់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី2បានក្លាយទៅជាចំណុចរបត់ដ៏សំខាន់នៅក្នុងជីវិតរបស់គាត់នៅឆ្នាំ1942កងទ័ពជប៉ុនបានវាយកាន់កាប់សង្ហបុរីដែលអង់គ្លេសធ្លាប់អះអាងថាជាបន្ទាយដែលមិនអាចដួលរលំតែយ៉ាងណាមិញការដួលរលំនេះក៏បានធ្វើឲ្យលោកលីខ្វាន់យូយល់ថាប្រទេសតូចមួយមិនអាចពឹងផ្អែកទៅលើអ្នកដទៃដើម្បីការពារខ្លួនបានទេហើយប្រសិនបើចង់រស់រានមានជីវិតត្រូវតែមានសមត្ថភាពនិងភាពរឹងមាំដោយខ្លួនឯងបន្ទាប់ពីសង្គ្រាមបញ្ចប់គាត់បានទៅសិក្សាច្បាប់នៅសាកលវិទ្យាល័យ Cambridge នៅក្នុងចក្រភពអង់គ្លេសនៅទីនោះគាត់មិនត្រឹមតែរៀនច្បាប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសិក្សាពីរបៀបដែលប្រទេសអភិវឌ្ឍដំណើរការរបៀបគ្រប់គ្រងរដ្ឋនិងសារៈសំខាន់នៃនីតិរដ្ឋក្រោយវិលត្រឡប់មកសង្ហបុរីវិញគាត់បានធ្វើជាមេធាវីហើយបានចាប់ផ្ដើមចូលរួមនៅក្នុងឆាកនយោបាយនៅឆ្នាំ1954គាត់និងសហការីបានបង្កើតគណបក្សឈ្មោះថា People Action Party ឬ PAP ដោយមានគោលបំណងនាំសង្ហបុរីឆ្ពោះទៅរកការគ្រប់គ្រងដោយខ្លួនឯងនិងអភិវឌ្ឍប្រទេសឲ្យរឹងមាំនៅឆ្នាំ1959លោកលីខ្វាន់យូបានក្លាយទៅជានាយករដ្ឋមន្ត្រីដំបូងដែលជាប់ឆ្នោតដោយការបោះឆ្នោតរបស់ប្រជាជនប៉ុន្តែបញ្ហាដ៏ធំបំផុតនៅមិនទាន់មកដល់នៅឡើយទេរហូតមកដល់ឆ្នាំ1965សង្ហបុរីត្រូវបានបំបែកចេញពីសហព័ន្ធម៉ាឡេស៊ីសម្រាប់មនុស្សជាច្រើននេះគឺជាគ្រោះមហន្តរាយមិនមែនជាជ័យជំនះនោះទេពេលប្រកាសឯករាជ្យលោកលីខ្វាន់យូថែមទាំងស្រក់ទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មានព្រោះគាត់ដឹងថាចាប់ពីថ្ងៃនេះតទៅសង្ហបុរីនឹងត្រូវប្រឈមមុខនឹងពិភពលោកដោយខ្លួនឯងប៉ុន្តែជំនួសឲ្យការអស់សង្ឃឹមគាត់បានប្រែក្លាយវិបត្តិនោះឲ្យទៅជាឱកាសគាត់បាននិយាយថាប្រសិនបើសង្ហបុរីមិនអាចពឹងផ្អែកទៅលើធនធានធម្មជាតិបាននោះត្រូវធ្វើឲ្យពិភពលោកត្រូវការសង្ហបុរីវិញហើយគំនិតនេះបានក្លាយជាចំណុចចាប់ផ្ដើមនៃការកសាងប្រទេសដ៏អស្ចារ្យមួយនៅពេលសង្ហបុរីទើបទទួលបានឯករាជ្យមនុស្សជាច្រើនគិតថាអ្វីដែលរដ្ឋាភិបាលគួរធ្វើមុនគេគឺស្វែងរកប្រាក់ជំនួយពីបរទេសឬខ្ចីប្រាក់ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ប៉ុន្តែលោកលីខ្វាន់យូបានឃើញបញ្ហាធំជាងនេះគាត់ជឿថាមិនថាប្រទេសមួយទទួលបានជំនួយឬការវិនិយោគច្រើនប៉ុណ្ណាទេបើរដ្ឋាភិបាលពុករលួយលុយទាំងនោះនឹងបាត់បង់ហើយអ្នកវិនិយោគក៏មិនទុកចិត្តដែរដូច្នេះជំហានដំបូងរបស់គាត់មិនមែនជាការសាងសង់អគារឬផ្លូវថ្នល់នោះទេប៉ុន្តែគឺជាការសាងសង់ទំនុកចិត្តលោកលីខ្វាន់យូបានប្រកាសយ៉ាងច្បាស់ថាច្បាប់ត្រូវអនុវត្តចំពោះមនុស្សគ្រប់គ្នាស្មើៗគ្នាមិនថាជាមន្ត្រីធំអ្នកជំនួញឬអ្នកមានឥទ្ធិពលនោះឡើយបើមានផុសតាងថាបានប្រព្រឹត្តអំពើពុករលួយត្រូវស៊ើបអង្កេតនិងផ្ដន្ទាទោសតាមច្បាប់ដើម្បីធ្វើឲ្យការប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពគាត់បានពង្រឹងអំណាចរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយដែលអាចស៊ើបអង្កេតមន្ត្រីគ្រប់លំដាប់ថ្នាក់ដោយមិនរើសអើងប៉ុន្តែលោកលីខ្វាន់យូយល់ថាការដាក់ទោសតែមួយមុខមិនគ្រប់គ្រាន់ទេបើចង់ទាក់ទាញមនុស្សមានសមត្ថភាពឲ្យចូលបម្រើរដ្ឋគាត់ត្រូវធ្វើឲ្យការងាររដ្ឋមានកិត្តិយសនិងអាចរស់នៅឲ្យបានសមរម្យហេតុនេះហើយរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍មន្ត្រីជាន់ខ្ពស់ឲ្យមានកម្រិតប្រកួតប្រជែងជាមួយនឹងវិស័យឯកជនគំនិតរបស់គាត់គឺសាមញ្ញណាស់បើអ្នកចង់បានមនុស្សពូកែមកដឹកនាំប្រទេសអ្នកត្រូវផ្ដល់តម្លៃឲ្យពួកគេហើយបិទច្រកដែលអាចនាំឲ្យមានការទទួលសំណូកទោះជាគោលនយោបាយនេះរងការរិះគន់ក៏ដោយប៉ុន្តែលទ្ធផលបានបង្ហាញថាវាបានជួយបង្កើតរដ្ឋបាលដែលមានប្រសិទ្ធភាពនិងទទួលបានទំនុកចិត្តពីពិភពលោកប៉ុន្តែការដែលមានរដ្ឋាភិបាលស្អាតមិនមានន័យថាប្រជាជននឹងមានការងារធ្វើភ្លាមៗនោះទេសំណួរបន្ទាប់ដែលលោកលីខ្វាន់យូត្រូវដោះស្រាយគឺតើធ្វើដោយម្ដេចទើបក្រុមហ៊ុនធំៗនៅអាមេរិកអឺរ៉ុបនិងជប៉ុនព្រមយកលុយរាប់ពាន់លានដុល្លារមកវិនិយោគទៅលើកោះតូចមួយដែលគ្មានធនធានធម្មជាតិអ្វីសោះចម្លើយរបស់គាត់គឺផ្ទុយពីអ្វីដែលប្រទេសជាច្រើនកំពុងធ្វើនៅពេលនោះជំនួសឲ្យការបិទទីផ្សារនិងការពីឧស្សាហកម្មនៅក្នុងស្រុកគាត់បានបើកទ្វារសង្ហបុរីទៅកាន់ពិភពលោកដោយធ្វើឲ្យប្រទេសនេះក្លាយទៅជាកន្លែងដែលងាយស្រួលបំផុតសម្រាប់ការធ្វើអាជីវកម្មគាត់បានកាត់បន្ថយឧបសគ្គរដ្ឋបាលបង្កើតច្បាប់ដែលច្បាស់លាស់ការពារកម្មសិទ្ធិបញ្ញាធានាកិច្ចសន្យានិងធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្តថាលុយរបស់ពួកគេនឹងមានសុវត្ថិភាពសម្រាប់លោកលីខ្វាន់យូក្រុមហ៊ុនបរទេសមិនមែនជាគូប្រជែងទេប៉ុន្តែជាដៃគូដែលនាំមកនូវការងារបច្ចេកវិទ្យានិងចំណេះដឹងថ្មីៗប្រសិនបើសង្ហបុរីអាចផ្ដល់បរិយាកាសល្អជាងប្រទេសដទៃក្រុមហ៊ុនទាំងនោះនឹងជ្រើសរើសសង្ហបុរីដោយខ្លួនឯងហើយនេះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យក្រុមហ៊ុនអន្តរជាតិធំៗចាប់ផ្ដើមបង្កើតរោងចក្រនិងការិយាល័យនៅសង្ហបុរីបង្កើតការងាររាប់ម៉ឺនកន្លែងនិងជំរុញសេដ្ឋកិច្ចឲ្យចាប់ផ្ដើមរីកចម្រើនប៉ុន្តែលោកលីខ្វាន់យូបានដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនបរទេសនឹងមិនស្នាក់នៅយូរទេប្រសិនបើប្រទេសមិនមានកម្មករនិងបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ដូច្នេះគាត់បានចាប់ផ្ដើមវិនិយោគទៅលើអ្វីដែលហៅថាធនធានដ៏មានតម្លៃបំផុតរបស់សង្ហបុរីគឺជាធនធានមនុស្សនៅពេលដែលប្រទេសជាច្រើនផ្ដោតលើការនាំចេញធនធានធម្មជាតិសង្ហបុរីបានផ្ដោតទៅលើការផលិតមនុស្សដែលមានចំណេះដឹងនិងជំនាញរដ្ឋាភិបាលបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំទាំងមូលសាលារៀនមិនត្រឹមតែបង្រៀនចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្រៀនជំនាញដែលទីផ្សារការងារត្រូវការផងដែរការបង្រៀនភាសាអង់គ្លេសត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដើម្បីឲ្យប្រជាជនអាចតាក់ទងជាមួយនឹងក្រុមហ៊ុននិងទីផ្សារអន្តរជាតិខណៈដែលសិស្សក៏ត្រូវបានរៀនភាសាកំណើតរបស់ខ្លួនផងដែរដើម្បីរក្សាវប្បធម៌និងអត្តសញ្ញាណជាតិជាមួយគ្នានេះរដ្ឋាភិបាលក៏បានបង្កើតសាលាបច្ចេកទេសនិងវិទ្យាស្ថានបណ្ដុះបណ្ដាលជាច្រើនដើម្បីបណ្ដុះជំនាញដែលឧស្សាហកម្មពិតជាត្រូវការគោលដៅរបស់លោកលីខ្វាន់យូមិនមែនធ្វើឲ្យមាននិស្សិតបញ្ចប់ការសិក្សាច្រើនប៉ុណ្ណោះទេប៉ុន្តែត្រូវធ្វើឲ្យពួកគេអាចធ្វើការបានភ្លាមៗគាត់ធ្លាប់លើកឡើងថាការអប់រំត្រូវដើរឲ្យទាន់ការផ្លាស់ប្ដូររបស់សេដ្ឋកិច្ចបើឧស្សាហកម្មត្រូវការជំនាញថ្មីប្រព័ន្ធអប់រំក៏ត្រូវកែប្រែតាមដែរគ
គោលនយោបាយនេះបានធ្វើឲ្យសង្ហបុរីមានកម្លាំងពលកម្មដែលមានគុណភាពខ្ពស់និងក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនហិរញ្ញវត្ថុនិងឧស្សាហកម្មផលិតកម្មមកពីជុំវិញពិភពលោកប៉ុន្តែលោកលីខ្វាន់យូនៅតែមិនទាន់ពេញចិត្តគាត់បានសួរខ្លួនឯងថាបើសង្ហបុរីចង់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកតើទំនិញនឹងធ្វើដំណើរមកដល់ដោយរបៀបណាចម្លើយគឺកំពង់ផែដោយសារទីតាំងភូមិសាស្ត្ររបស់សង្ហបុរីស្ថិតនៅលើផ្លូវសមុទ្រដ៏សំខាន់មួយរបស់ពិភពលោកលោកលីខ្វាន់យូបានសម្រេចចិត្តវិនិយោគយ៉ាងខ្លាំងទៅលើការអភិវឌ្ឍកំពង់ផែគាត់បានធ្វើឲ្យកំពង់ផែមានប្រសិទ្ធភាពខ្ពស់បន្ថយពេលវេលារងចាំរបស់នាវាប្រើបច្ចេកវិទ្យាទំនើបនិងធ្វើឲ្យការដឹកជញ្ជូនមានល្បឿនលឿនជាងគូប្រជែងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនពេលវេលាគឺជាមាសប្រាក់ប្រសិនបើនាវាមួយចំណាយពេលរងចាំតិចជាងនោះម្ចាស់នាវាក៏នឹងជ្រើសរើសមកទីនេះយុទ្ធសាស្ត្រនេះទទួលបានជោគជ័យយ៉ាងខ្លាំងកំពង់ផែសង្ហបុរីបានក្លាយជាកំពង់ផែដ៏មមាញឹកបំផុតមួយនៅលើពិភពលោកនិងជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលតភ្ជាប់ទ្វីបអាស៊ីអឺរ៉ុបមជ្ឈមបូព៌ានិងអាមេរិកមិនត្រឹមតែផ្លូវទឹកប៉ុណ្ណោះទេលោកលីខ្វាន់យូក៏យល់ថាអនាគតនៃពាណិជ្ជកម្មពិភពលោកត្រូវការការដឹកជញ្ជូនតាមផ្លូវអាកាសដែរហេតុនេះហើយរដ្ឋាភិបាលបន្តវិនិយោគទៅលើអាកាសយានដ្ឋានដែលមានស្តង់ដារខ្ពស់និងបង្កើតបរិយាកាសដែលធ្វើឲ្យក្រុមហ៊ុនទេសចរអន្តរជាតិចង់ប្រើសង្ហបុរីជាមជ្ឈមណ្ឌលភ្ជាប់ជើងហោះហើរគំនិតរបស់គាត់គឺសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្លាំងណាស់បើប្រទេសយើងតូចយើងត្រូវធ្វើឲ្យពិភពលោកឆ្លងកាត់ប្រទេសយើងហើយពិតជាដូច្នេះមែនទំនិញមនុស្សទុនវិនិយោគនិងគំនិតថ្មីពីគ្រប់ទិសទីបានចាប់ផ្ដើមហូរចូលសង្ហបុរីដោយធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សទោះបីជាសេដ្ឋកិច្ចចាប់ផ្ដើមរីកចម្រើនក៏ដោយលោកលីខ្វាន់យូយល់ថាការអភិវឌ្ឍពិតប្រាកដមិនមែនវាស់ត្រឹមអគារខ្ពស់ៗឬផលិតផលនៅក្នុងស្រុកសរុបប៉ុណ្ណោះទេប៉ុន្តែត្រូវវាស់ពីគុណភាពជីវិតរបស់ប្រជាជននៅពេលនោះប្រជាជនជាច្រើនរស់នៅក្នុងតំបន់អនាធិបតេយ្យផ្ទះតូចចង្អៀតគ្មានអនាម័យនិងងាយរងគ្រោះដោយអគ្គិភ័យលោកលីខ្វាន់យូជឿថាបើមនុស្សមិនមានផ្ទះសមរម្យពួកគេនឹងពិបាកមានអារម្មណ៍ថាប្រទេសនេះជារបស់ពួកគេហេតុនេះរដ្ឋាភិបាលបានចាប់ផ្ដើមគម្រោងសាងសង់លំនៅឋានសាធារណៈក្នុងទ្រង់ទ្រាយធំគ្រួសាររាប់សែនគ្រួសារបានផ្លាស់ទីពីតំបន់ក្រីក្រមករស់នៅក្នុងអគារដែលមានទឹកស្អាតអគ្គិសនីសាលារៀននិងសេវាសាធារណៈគ្រប់គ្រាន់មនុស្សជាច្រើនក៏អាចក្លាយជាម្ចាស់ផ្ទះរបស់ខ្លួនតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់លោកលីខ្វាន់យូការមានផ្ទះមិនមែនគ្រាន់តែជាកន្លែងរស់នៅទេប៉ុន្តែជាវិធីបង្កើតស្ថិរភាពនិងធ្វើឲ្យប្រជាជនមានអារម្មណ៍ថាពួកគេមានចំណែកក្នុងអនាគតរបស់ប្រទេសបញ្ហាដ៏ធំមួយទៀតគឺសង្ហបុរីមានជនជាតិផ្សេងៗរស់នៅជាមួយគ្នាទាំងចិនម៉ាឡេឥណ្ឌានិងក្រុមជនជាតិដទៃទៀតកាលពីអតីតកាលភាពខុសគ្នាទាំងនេះធ្លាប់នាំឲ្យមានអំពើហិង្សាជាច្រើនលោកលីខ្វាន់យូដឹងថាប្រសិនបើប្រជាជននៅតែបែកបាក់គ្នាសេដ្ឋកិច្ចក៏មិនអាចរីកចម្រើនបានដែរដូច្នេះគាត់បានជំរុញគោលនយោបាយដែលលើកកម្ពស់ការរស់នៅរួមគ្នាការគោរពជាតិសាសន៍និងសាសនាផ្សេងៗនិងការប្រើប្រាស់ភាសាអង់គ្លេសជាភាសារួមសម្រាប់ការងារនិងទំនាក់ទំនងខណៈដែលប្រជាជនក៏នៅតែរក្សាភាសានិងវប្បធម៌របស់ខ្លួនបានទោះជាយ៉ាងណាការដឹកនាំរបស់លោកលីខ្វាន់យូក៏មិនខ្វះការរិះគន់ដែរអ្នករិះគន់ខ្លះលើកឡើងថារដ្ឋាភិបាលរបស់គាត់មានការគ្រប់គ្រងតឹងរឹងទៅលើប្រព័ន្ធផ្សព្វផ្សាយនិងសកម្មភាពនយោបាយហើយការបញ្ចេញមតិមួយចំនួនក៏ត្រូវកំណត់ខណៈដែលអ្នកគាំទ្រវិញអះអាងថាវិធានការទាំងនោះបានជួយរក្សាស្ថិរភាពសណ្ដាប់ធ្នាប់និងបង្កើតបរិយាកាសដែលអាចទាក់ទាញការវិនិយោគនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍប្រទេសដោយសារតែហេតុនេះហើយលោកលីខ្វាន់យូក៏នៅតែជាបុគ្គលម្នាក់ដែលត្រូវបានពិភាក្សានិងវិតម្លៃពីមុំផ្សេងៗគ្នា
មានអ្នកកោតសរសើរថាគាត់ជាអ្នកដឹកនាំដ៏អស្ចារ្យខណៈមានអ្នកផ្សេងទៀតបានលើកឡើងពីការព្រួយបារម្ភអំពីសេរីភាពនយោបាយការយល់ឃើញទាំងពីរនេះក៏នៅតែជាផ្នែកមួយនៃការពិភាក្សាអំពីកេរដំណែលរបស់គាត់តែទោះជាយ៉ាងណាប្រសិនបើយើងមើលទៅលើលទ្ធផលសិង្ហបុរីបានផ្លាស់ប្ដូរពីកោះតូចដែលគ្មានធនធានធម្មជាតិទៅជាប្រទេសដែលមានចំណូលខ្ពស់មានមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកមានកំពង់ផែដ៏មមាញឹកនិងមានប្រព័ន្ធអប់រំដែលទទួលស្គាល់ជាអន្តរជាតិប្រហែលជាមេរៀនដ៏ធំបំផុតដែលលោកលីហ្វាន់យូបានបន្សល់ទុកមិនមែនថាប្រទេសត្រូវមានធនធានច្រើនទើបអាចជោគជ័យនោះទេផ្ទុយទៅវិញគាត់បានបង្ហាញថាការដឹកនាំដែលមានចក្ខុវិស័យវិន័យការវិនិយោគទៅលើមនុស្សការគោរពនីតិរដ្ឋនិងការគិតវែងឆ្ងាយអាចប្រែក្លាយប្រទេសតូចមួយឲ្យក្លាយទៅជាប្រទេសដែលពិភពលោកទាំងមូលគោរពសម្រាប់លោកលីខ្វាន់យូទំហំប្រទេសមិនដែលជាដែនកំណត់នៃភាពជោគជ័យឡើយអ្វីដែលកំណត់អនាគតរបស់ប្រទេសមួយគឺជាគុណភាពនៃការដឹកនាំនិងសមត្ថភាពរបស់ប្រជាជននៅក្នុងការប្រែក្លាយឧបសគ្គឲ្យទៅជាឱកាសហើយប្រហែលនេះហើយជាមូលហេតុដែលជាងកន្លះសតវត្សរ៍ក្រោយមកលោកលីខ្វាន់យូនៅតែត្រូវបានគេលើកឡើងថាជាគំរូនៃអ្នកដឹកនាំដែលអាចផ្លាស់ប្ដូរវាសនារបស់ប្រទេសមួយទាំងមូលចា៎អរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយបើសិនជាមានកំហុសឆ្គងត្រង់កន្លែងណាឬក៏ចង់ឲ្យខ្ញុំលើកពីបុគ្គលណាទៀតបងប្អូនអាចខមមិននៅខាងក្រោមវីដេអូបានចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា